ការតវ៉ានៅអ៊ុយក្រែននៅតែបន្តបើទោះបីជាលោក Zelensky ត្រូវបានបណ្តេញចេញពីតំណែងក៏ដោយខណៈពេលដែលអ្នករៀបចំបានទាមទារឲ្យលោក Fedorov ត្រឡប់មកកាន់តំណែងដើមរបស់គាត់វិញអ្នករៀបចំបានប្រកាសនៅថ្ងៃទី21ខែកក្កដាកន្លងទៅថាប្រជាជនអ៊ុយក្រែននឹងប្រមូលផ្តុំគ្នាសម្រាប់ការតវ៉ាមួយផ្សេងទៀតនៅទីក្រុងគីវនាថ្ងៃទី24ខែកក្កដាដើម្បីទាមទារឲ្យអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mikhailo Fedorov វិលត្រឡប់មកកាន់តំណែងវិញការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelensky បានបណ្តេញអគ្គមេបញ្ជាការលោក Alexander Syrský ចេញពីតំណែងដែលជាការបន្ទោសមួយដើម្បីបន្ធូរបន្ថយនូវកំហឹងរបស់សាធារណជនដោយបំពេញទៅតាមការទាមទារដ៏សំខាន់មួយរបស់ក្រុមបាតុករលោក Zelensky បានតែងតាំងលោក Mikhailo Drapati ដែលជាមេបញ្ជាការកងកម្លាំងចម្រុះនិងជាមេដឹកនាំយោធាដ៏គួរឲ្យគោរពយ៉ាងទូលំទូលាយដែលមកជំនួសតំណែងរបស់លោក Syrský អ្នករៀបចំកម្មវិធីបាននិយាយថាការតវ៉ានឹងបន្តរហូតដល់លោក Fedorov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡើងវិញមែនហើយបងប្អូនអរគ្នាត្រៀមខ្លួនសម្រាប់ថ្ងៃសុក្រយើងនៅតែត្រូវការលោក Fedorov មកវិញដែលនេះគឺជាអ្វីដែលអ្នករៀបចំការតវ៉ានិងជាអតីតយុទ្ធជនលោក Dmytro Kozetsky បានសរសេរនៅលើបណ្ដាញសង្គម X ក្រោយមកលោកបានប្រមាណកាសែត Q Independent ថាប្រសិនបើការទាមទាររបស់យើងមិនត្រូវបានបំពេញនោះទេក្រុមបាតុករនឹងប្រកាសនៅអ្វីដែលពួកគេពិពណ៌នាថាជាការតវ៉ាដែលគ្មានដែនកំណត់ប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅថ្ងៃទី21ខែកក្កដាថាលោកបានផ្ដល់ជូនលោក Fedorov នៅតំណែងដ៏លេចធ្លោមួយនៅក្នុងជួររដ្ឋាភិបាលដែលផ្ដោតទៅលើការពង្រឹងវិស័យបច្ចេកវិទ្យារបស់អ៊ុយក្រែនទោះជាយ៉ាងណាក៏ដោយលោក Fedorov បានបញ្ជាក់ជាច្បាស់ថាលោកមានឆន្ទៈក្នុងការវិលត្រឡប់មកធ្វើការជារដ្ឋមន្ត្រីក្រសួងការពារជាតិវិញហើយមិនមានបំណងទទួលយកតំណែងរដ្ឋាភិបាលផ្សេងទៀតនោះទេប្រជាជនរបស់អ៊ុយក្រែនបានធ្វើបាតកម្មរៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី16ខែកក្កដាមកដោយប្រឆាំងទៅនឹងការបណ្តេញលោក Fedorov ចេញពីតំណែងហើយដំបូងឡើយទាមទារឲ្យដកលោក Syrský ចេញពីតំណែងជាមេបញ្ជាការក្នុងអំឡុងពេលកាន់តំណែងរបស់លោក Fedorov ដែលលោកបានត្រួតពិនិត្យគំនិតប្រួយផ្ដើមលេចធ្លោមួយចំនួនរួមទាំងកំណែទម្រង់និងកម្មវិធីដែលមានគោលបំណងពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែនបាតកម្មទាំងនេះបានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់នៅក្នុងទីក្រុងគៀវដោយមានការជួបជុំតូចៗកើតឡើងនៅតាមទីក្រុងដទៃទៀតនៅទូទាំងប្រទេសចំនួនដែលកាត់ឡើងមុនពេលដែលលោក Fedorov ត្រូវបានដណ្ដេញចេញគឺផ្ដោតទៅលើទំនាក់ទំនងដ៏តានតឹងរវាងគាត់ជាមួយនឹងអគ្គមេបញ្ជាការលោក Syrský ភាពតានតឹងរវាងអ្នកទាំងពីរត្រូវបានគេរំពឹងទុកចាប់តាំងពីការតែងតាំងលោក Fedorov ហើយបានឆ្លុះបញ្ចាំងអំពីវិធីសាស្ត្រខុសគ្នាជាមូលដ្ឋានចំពោះភាពជាអ្នកដឹកនាំយោធានិងវប្បធម៌អង្គការលោក Zelensky មិនបានផ្ដល់នូវការបញ្យល់លម្អិតសម្រាប់ការបណ្ដេញលោក Fedorov ចេញពីតំណែងនោះទេដោយគ្រាន់តែសម្ដៅទៅលើចំនួនរវាងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះនិងអតីតមេបញ្ជាការលោក Syrský តែប៉ុណ្ណោះលោក Alexander Syrský បានពេញចិត្តសម្រាប់រចនាសម្ព័ន្ធបញ្ជាការកណ្ដាលខ្ពស់ដែលមានឫសគល់ទៅនឹងគោលលទ្ធិយោធាសម័យសូវៀតហើយបានប្រឈមមុខទៅនឹងការរិះគន់ពីទាហាននិងអ្នកវិភាគយោធាចំពោះការគ្រប់គ្រងនិងការលើកកម្ពស់នៅអ្វីដែលអ្នករិះគន់បានពិពណ៌នាថាជាវប្បធម៌បញ្ជាការបែបសូវៀតបើទោះបីជាលោក Zelensky បានជំនួសតំណែងលោក Syrský ដោយលោក Drapati ក៏ដោយក៏អ្នកតាក់តែងច្បាប់អតីតយុទ្ធជនបុគ្គលិកយោធានិងសមាជិកសាធារណជននៅតែបន្តអះអាងថាការបណ្ដេញលោក Fedorov ចេញពីតំណែងប្រឈមមុខទៅនឹងហានិភ័យនៃការធ្វើកំណែទម្រង់នៅក្រសួងការពារជាតិហើយកំពុងអំពាវនាវឲ្យមានការស្ដារឡើងវិញនៅតំណែងរបស់លោក Zagellerov បាននិយាយថាលោកនឹងជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Marco Rubio នៅឯទីក្រុង Manila នាថ្ងៃទី23ខែកក្កដាដើម្បីពិភាក្សាអំពីប្រទេសអ៊ុយក្រែនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្ស៊ីលោក Zagellerov បាននិយាយនៅថ្ងៃទី22ខែកក្កដាកន្លងទៅថាលោកគ្រោងនឹងជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាមេរិកលោក Marco Rubio នៅប្រទេសហ្វីលីពីននៅថ្ងៃបន្ទាប់លោក Zagellerov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Manila ដែលកំពុងតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅថាអាស៊ានដែលលោកបានលើកឡើងថាកិច្ចប្រជុំជាមួយនឹងលោក Marco Rubio ត្រូវបានព្រមព្រៀងគ្នារួចហើយព័ត៌មាននេះបានលេចចេញមកខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកដែលអ៊ុយក្រែននៅតែស្ថិតនៅក្នុងស្ថានភាពផ្អាកបណ្ដោះអាសន្នដោយការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោនបានផ្ដោតទៅលើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយទីក្រុងគៀវនិងទីក្រុងម៉ូស្គូនៅតែស្ថិតនៅក្នុងសភាពមានភាពខុសគ្នាឆ្ងាយទៅលើបញ្ហាទឹកដីប្រមុខផ្នែកការទូតរបស់រុស្ស៊ីរំនេះបានបន្ថែមថាលោកជឿជាក់ថាទីក្រុង Washington មិនទាន់បានបដិសេធសំណើដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុននៅទីក្រុង Anchorage រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមាជិកអាមេរិករបស់លោកនោះគឺលោក Donald Trump នៅឡើយនោះទេមនុស្សម្នាក់ដែលដឹងអំពីការពិភាក្សានៅរដ្ឋ Alaska បានប្រមាណកាសែត Q Independent ថាការទាមទារដែលបានបង្ហាញដល់សហរដ្ឋអាមេរិកនៅរដ្ឋ Alaska រួមមានសំណើរបស់ទីក្រុង Moscow ដែលឲ្យទីក្រុង Washington ដាក់សម្ពាធលើអ៊ុយក្រែនឲ្យដកខ្លួនចេញពីតំបន់ Donbas ទាំងស្រុងអ៊ុយក្រែនបានបដិសេធម្ដងហើយម្ដង
ងទៀតចំពោះការប្រគល់ទឹកដីដ៏សំខាន់ជាយុទ្ធសាស្ត្រនៅតំបន់ Donbas ខណៈពេលដែលលោក Marco Rubio បានបដិសេធថាទីក្រុង Washington បានយល់ព្រមចំពោះសំណើណាមួយក្នុងអំឡុងកិច្ចប្រជុំកំពូល Alaska លោក Zelensky ក៏បាននិយាយផងដែរថាលោកនឹងសួរលោក Rubio អំពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក Donald Trump ដែលថាសន្តិភាពនៅអ៊ុយក្រែនអាចនឹងបញ្ចប់នៅក្នុងពេលឆាប់ៗនេះអ៊ុយក្រែនបានឆ្លងកាត់នឹងការពិនិត្យជាលើកដំបូងរបស់ស្ថាប័ន IMF ទៅលើកម្មវិធីថ្មីដែលមានតម្លៃប្រមាណ$8,000 លានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានយល់ព្រមបញ្ចេញប្រាក់កម្ចីបន្ទាប់ទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃទី20 ខែកក្កដាកន្លងទៅដែលបានបើកផ្លូវសម្រាប់ប្រាក់ចំនួន$690 លានដែលត្រូវចំណាយទៅលើទីក្រុងគៀវបើទោះបីជាប្រទេសនេះបានបរាជ័យក្នុងការបំពេញគោលដៅទាំងអស់នៃកម្មវិធីកម្ចីប្រាក់ក៏ដោយធនាគារដែលមានមូលដ្ឋាននៅទីក្រុង Washington នេះបានហៅការអនុវត្តរបស់ប្រទេសអ៊ុយក្រែនក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលប្រកាសចេញពីការអនុម័តរបស់ខ្លួនប៉ុន្តែបានសង្កត់ធ្ងន់ថាលក្ខខណ្ឌជាច្រើននៃកម្មវិធីនេះត្រូវបានបញ្ចប់ដោយមានការពន្យាពេលឬខកខានទាំងស្រុងប្រទេសអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងកម្មវិធី IMF លើកទី2របស់ខ្លួនក្នុងសម័យសង្គ្រាមដែលនឹងផ្ដល់នូវប្រាក់កម្ចីឲ្យជាង$8,000 លានដល់ទីក្រុងគៀវក្នុងរយៈពេល4ឆ្នាំរហូតដល់ឆ្នាំ2030ទីក្រុងគៀវដែលរំពឹងផ្អែកទៅលើការបញ្ចូលសាច់ប្រាក់បរទេសជាបន្តបន្ទាប់ដើម្បីរក្សាហិរញ្ញវត្ថុរបស់ខ្លួនឲ្យនៅគង់វង្សទទួលបានសាច់ប្រាក់ជាដំណាក់កាលដរាបណាវានៅតែបន្តធ្វើកំណែទម្រង់ដែលនឹងធ្វើឲ្យបំណងនៃការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយដល់ស្រ័យនៃការកិច្ចវេះអំពីពន្ធនឹងបន្ថយផ្នែកសេដ្ឋកិច្ចសភារបស់ប្រទេសនេះបានបរាជ័យម្ដងហើយម្ដងទៀតក្នុងការអនុម័តនៅលក្ខខណ្ឌមួយចំនួនទាំងនោះក្នុងរយៈពេល1ខែដំបូងនៃឆ្នាំ2026ក្នុងចំណោមនៃការមិនពេញចិត្តយ៉ាងទូលំទូលាយពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរអ្វីដែលអាក្រក់បំផុតគឺកញ្ចប់ពន្ធថ្មីរួមទាំងការបញ្ចប់នៃការលើកលែងពន្ធលើតម្លៃបន្ថែមសម្រាប់សហគ្រិនដែលធ្វើការងារដោយខ្លួនឯងស្ថានភាពការងារដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែននិងពន្ធទៅលើកញ្ចប់នៃការនាំចូលតូចៗនិងពន្ធទៅលើប្រាក់ចំណូលដែលទទួលបានពីវេទិកា Digital ដូចជា Uber ជាដើមយោធាតាមមន្ត្រីដែលដឹងអំពីកិច្ចព្រមព្រៀងចុងក្រោយបំផុតនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានយល់ព្រមពន្យាពេលនៃវិធានការរបស់ខ្លួនចំពេលមានការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលោកស្រី Kristina Georgievina ដែលជានាយិកាគ្រប់គ្រងស្ថាប័ន IMF បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី20 ខែកក្កដាថាអ៊ុយក្រែនបានបន្តបង្ហាញអំពីភាពធន់ដ៏គួរឲ្យកត់សម្គាល់នៅចំណុចមុខនៃសង្គ្រាមដ៏សាហាវរបស់រុស្ស៊ីប៉ុន្តែលោកស្រីបានមានប្រសាសន៍ផងដែរថាការអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រុស្ស៊ីនាយករដ្ឋមន្ត្រីដែលទើបតែងតាំងថ្មីរបស់អ៊ុយក្រែនបានថ្លែងនៅក្នុងសារមួយនៅថ្ងៃទី21 ខែកក្កដាដើម្បីឆ្លើយតបទៅនឹងព័ត៌មានទាំងនេះ